5 chươngអត់ដែលចាញ់បងប្អូនបាទសម្រាប់ទូកមួយគ្រឿងនេះបាទគឺជាទូកដែលមានឈ្មោះអធិរាជដេជះវត្តមាត់ក្រសាសបាទទូកនេះគឺស្ថិតនៅក្នុងវត្តមាត់ក្រសាសបាទសង្កាត់សារកាកែវក្រុងអរិយខ្សាត់បាទហើយក៏ជាទូកដែលជាប់ចំណាត់ថ្នាក់លេខ9បាទនៅក្នុងតារាងបាទនៅក្នុងកម្មវិធីប្រណាំងទូកបាទកាលពីថ្ងៃទី25 26បាទឆ្នាំ2025នៅមុខវត្តវិជ័យរាំងសីបាទ5ជើងបងប្អូនអត់ដែលចាញ់ទេបាទជួបដៃគូសុទ្ធតែខ្លាំងបាទចង់ដឹងថាទូកអធិរាជដេជះវត្តមាត់ក្រសាសនេះបាទជួបបាទទូកណាខ្លះក្នុងចំណោម5ជើងអត់ដែលចាញ់នេះបាទសូមអញ្ជើញទស្សនាដូចតទៅបាទនៅថ្ងៃទី1បាទការប្រកួត2ជើងបាទរបស់ដេជះវត្តមាត់ក្រសាសបាទត្រូវប៉ះជាមួយទូកដែលមានឈ្មោះថាជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមបាទជាលទ្ធផលនោះគឺបាទទទួលជ័យជំនះទាំង2ជើងបាទទៅលើបឹងក្រុមដល់ជើងទី1បាទសង្កត់ប្រហែលជា2-3ខ្ទង់ទេបាទចូលជើងទី2បាទសម្រាប់ជើងទី2នេះឈ្នះច្រើនបាទឈ្នះទៅលើជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមនេះបាទគឺជាទូកបាទមិនអន់ទេបាទគឺជាទូកដែលមានល្បឿនលឿនដូចគ្នាបាទតែអធិរាជដេជះវត្តមាត់ក្រសាសនៅតែទទួលជ័យជំនះទាំង2ជើងបាទឈានចូលដល់ថ្ងៃទី2បាទសម្រាប់ការប្រកួតថ្ងៃទី2នេះគឺបាទត្រូវជួបបាទជាមួយនឹងបាទខាងអ្នកកំពង់ចាមគឺទូកដែលមានឈ្មោះថានារីឧត្តមបាទជាលទ្ធផល2ជើងបាទអធិរាជដេជះវត្តមាត់ក្រសាសនៅតែធ្វើបានល្អអញ្ចឹងបាទគឺយកឈ្នះទៅលើនារីឧត្តមទាំង2ជើងបាទដោយជើងទី1នេះបាទជាលទ្ធផលសង្កត់ប្រហែលជា2-3ខ្ទង់ទេបាទស្ថិតនៅខ្សែទឹកខាងក្នុងជើងទី2បាទផ្លាស់ប្ដូរខ្សែទឹកនេះគឺដេជះបាទវត្តមាត់ក្រសាសនេះគឺផ្ដាច់ទៅលើនារីឧត្តមនៅក្នុងជើងទី2នេះតែម្ដងបាទនៅក្នុងថ្ងៃទី2នេះបាទមិនទាន់អស់ទេបាទនៅសល់មួយជើងទៀតបាទគឺជាជើងចុងក្រោយបាទជើងចុងក្រោយនេះគឺជាទូកដែលមានល្បឿនលឿនទាំង10បាទត្រូវប៉ះគ្នានៅក្នុងជើងទី3បាទអធិរាជដេជះវត្តមាត់ក្រសាសបាទក៏ត្រូវប៉ះជាមួយនឹងម្ចាស់ផ្ទះបាទនៅក្នុងជើងចុងក្រោយនេះបាទគឺជាទូកដែលមានឈ្មោះថាពិជ័យកុមារដេជោសែនជ័យបាទម្ចាស់ផ្ទះស្ថិតនៅខ្សែទឹកខាងក្នុងបាទមួយជើងនេះគឺល្អមើលមែនតើបាទសម្រាប់ទូកបាទល្បឿនប្រហាក់ប្រហែលគ្នាណាបាទតែជាលទ្ធផលនោះគឺបាទអធិរាជដេជះវត្តមាត់ក្រសាសបាទនៅតែទទួលជ័យជំនះបាទទៅលើម្ចាស់ផ្ទះបាទពិជ័យកុមារដេជោសែនជ័យនៅក្នុងជើងទី3